ម្ហូបមួយមុខនេះសាមញ្ញមែនទែនតែម្ដងហើយងាយស្រួលធ្វើទៀតផងបងប្អូនចាហើយជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមកធ្វើសម្លម្ជូរអ្នកចិត្តខាងហើយសម្រាប់មុខម្ហូបនេះដែរគឺងាយធ្វើមែនទែនបងប្អូនចាហើយបើបងប្អូនណាដែលមិនទាន់ចេះអីអាចមកមើលវីដេអូរបស់នាងខ្ញុំបានណាបងប្អូនពីគ្រឿងផ្សំវិញអត់មានអីច្រើនទេបងប្អូនហើយនាងខ្ញុំប្រើតែប្រហែលមុខហ្នឹងទេដូចជាបន្លែអីអញ្ចឹងនាងខ្ញុំប្រើតែ4មុខហ្នឹងណាបងប្អូនបើសិនជាបងប្អូនចូលចិត្តបន្លែអីក៏ដាក់បន្លែហ្នឹងទៅបងប្អូនចាបន្លែដែលសំខាន់ជាងគេមានតែកលាចជាមួយនឹងកៅអៅឈូកហើយនឹងម្នាស់បងប្អូនចាបន្លែគោលវាហើយបើក្រៅពីហ្នឹងបងប្អូនចង់ដាក់អីក៏បានដែរបងប្អូនចាហើយជាដំបូងនាងខ្ញុំមកធ្វើការហាន់ម្នាស់សិនណាបងប្អូនហ្នឹងហើយម្នាស់ហ្នឹងនាងខ្ញុំប្រើតែមួយចំណិតហ្នឹងទេហើយបើកៅអៅឈូកហ្នឹងគឺខ្ចីល្អមែនតើបងប្អូនហើយម្ដុំហ្នឹងនាងខ្ញុំប្រើដាក់ទាំងអស់តែម្ដងហើយនិយាយរួមទៅម្ហូបមួយមុខនេះគឺប្រើបន្លែមួយមុខតិចទេប៉ុន្តែទៅពេលសរុបទៅគឺច្រើនគ្រាន់បើដែរហ្នឹងណាបងប្អូនចាហើយបើនិយាយពីតឡាចនេះវិញគឺខ្ចីលវក់តែម្ដងបងប្អូនហើយនាងខ្ញុំទិញមួយផ្លែហ្នឹងអស់តែ500រៀលទេបងប្អូនចាឥឡូវបន្លែរបស់យើងគឺបានរួចរាល់ហើយជាដំបូងគឺនាងខ្ញុំមកធ្វើការដាក់រំលីងខ្ទឹមបងប្អូនចាសម្លមួយមុខនេះដាក់រំលីងខ្ទឹមវាចោលឲ្យវាឈ្ងុយសិនទៅហើយបន្ទាប់មកយើងដួសខ្ទឹមដែលយើងរំលីងនឹងទុកវាមួយឡែកសិនទុកចាំបង់ពេលដែលយើងដាក់សម្លចុះហ៎បងប្អូនចាបន្ទាប់ពីយើងធ្វើការដាក់រំលីងខ្ទឹមអីហើយមកយើងបន្ថែមជាមួយទឹកត្រីបន្តិចទៅបងប្អូនចាដាក់ដើម្បីកុំឲ្យវាខ្លោចខ្ទឹមខ្លាំងពេកទេបងប្អូនហ្នឹងហើយបន្ទាប់មកនេះខ្ញុំដាក់ទឹកជាចូលហើយសម្រាប់ទឹកជានេះយើងដាក់មកតាមការគួរទៅតាមសមាជិកគ្រួសារយើងប្រហែលនេះយើងដាក់តាមនឹងអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតនាងខ្ញុំប្រើជាមួយនឹងបើទុំហើយនឹងពីចេងជាមួយនឹងម្សៅស៊ុបបងប្អូនចាហើយយើងបងបន្លែយើងចូលយកតែបន្លែយើងរៀងផុយមកល្មមហើយនាងខ្ញុំបន្ថែមជាមួយនឹងអំបិលហ្នឹងមួយចុងស្លាបព្រាហើយនឹងស្ករសហ្នឹងប្រហែលជាកន្លះស្លាបព្រាដែរបងប្អូនចានាងខ្ញុំគោះពងមាន់ចូលបងប្អូនចាហើយសម្រាប់ពងមាន់នេះនាងខ្ញុំដាក់តែមួយគ្រាប់ទេដោយសារតែនាងខ្ញុំមិនសូវជាស្លោច្រើនប្រហែលទេបងប្អូនចាហើយនាងខ្ញុំបងជាមួយពោតបារាំងចូលពោតបារាំងនេះគឺអត់យកលួយពេកទេបងប្អូនយកមកច្រប់ទេនៅពេលដែលយើងងាស់បន្លែឆ្អិនហើយបានយើងដាក់ពោតបារាំងជាមួយនឹងផ្កាចូលយកតែហើយជាចុងក្រោយនាងខ្ញុំបងជាមួយនឹងស្លឹកជីណាហើយនឹងម្អមហើយនឹងជីនាងវងបងប្អូនចាយើងប្រើតែ3មុខនោះទេបន្ទាប់មកទៀតយើងចាក់ខ្ទឹមបំពងយើងចូលទៅបងប្អូនចាគឺរួចជាការស្រេចហើយបើនិយាយពីក្លិនវិញឡើងឈ្ងុយមែនតែនតែម្ដងណាបងប្អូនរសជាតិវិញក៏អែមដែរបងប្អូនហើយនេះគ្រាន់តែដួសដាក់ចានភ្លាមមើលទៅគួរចង់ញ៉ាំតែម្ដងនេះយកមកបញ្ចូលសម្លេងទេបងប្អូនប៉ុន្តែនឹកឃើញចង់ញ៉ាំម្ដងទៀតហើយបងប្អូនហើយគឺញ៉ាំអត់ចេះធុញទេមកលើនេះដែរវីដេអូរបស់នេះខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like comment និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ